ជំរាបសួរតើកម្មវិធី EBC នេះត្រូវចំណាយពេលប្រមាណឆ្នាំទើបបានចេញទៅដល់អាមេរិកខ្ញុំសូមរៀបរាប់ដំណាក់កាលមួយហើយខ្ញុំសរុបរយៈពេលរបស់បងប្អូនស្ដាប់សូមបញ្ជាក់បងប្អូនថាមុនឆ្នាំ2015ឬ2014ហ្នឹងរហូតនឹងមកហ្នឹងគឺតែដាក់ពាក្យតាមកម្មវិធី EBC តាមមួយឆ្នាំទៅបានចេញឬឆ្នាំកន្លះបានចេញបាទតែដាក់ក្រោយនឹងមកអាចមាន2ឆ្នាំកន្លះអីចឹងទៅបាទប៉ុន្តែក្រោយពីកូវីដមកគឺអ្នកណាដាក់ឆ្នាំ2018 19 17 18 19ហ្នឹងគឺដល់2022បានចេញចឹងវាចំណាយពេលចុង5ឆ្នាំបងប្អូនបាទប៉ុន្តែចាប់ពីឆ្នាំ2021 2019 មានដាក់អីដោយសារឆ្នាំពីរហ្នឹងវាជំនាន់កូវីដបាទយើងចាប់21 22 23មកហ្នឹងគឺរយៈពេលនៃការដាក់ពាក្យគឺចំណាយពេលយូរជាងធម្មតាបាទ2021អាច2ឆ្នាំកន្លះអីបានចេញបាទអញ្ចឹងណាប៉ុន្តែឥឡូវនេះខ្ញុំសូមរៀបរាប់ដំណើរការមួយៗបងប្អូនយល់ហើយដំណាក់កាលមួយចំណាយពេលប្រមាណសូមបញ្ជាក់ថាដំណាក់កាលទី1បងប្អូនត្រូវឆ្លងកាត់ក្រសួងការងារមានថាក្រសួងការងារចំណាយពេលបច្ចុប្បន្ននេះ16ខែដើម្បីពិនិត្យមើលឯកសារបងប្អូនហើយសំទោសដើម្បីពិនិត្យមើលឯកសាររបស់ក្រុមហ៊ុនដែលដាក់ពាក្យស្នើសុំបងប្អូនទៅនឹងអញ្ចឹងគេពិនិត្យទៅចំណាយពេលរហូតដល់16ខែនៅក្រសួងការងារដើម្បីបានបញ្ជាក់ការងារគេហៅថា LC បាទទៅមកនៅក្រសួងអន្តរវេសដោយសារបងប្អូនប្រើសេវាលឿនអញ្ចឹងវាអាចចំណាយពេលប្រហែលខ្ទង់តែកន្លះខែទេបើមិនយើងបង់សេវាលឿនបាទហើយចំណែកនៅមជ្ឈមណ្ឌលសាជាតិវាអាស្រ័យទៅលើតើបងប្អូនមានវីសាហើយនៅបើមិនមានវីសាធម្មតាវាអាចចន្លោះពី1ខែកន្លះទៅ6ខែបងប្អូនណាបាទតែរបស់ខ្ញុំកន្លងមកនេះ1ខែកន្លះគឺ NVC គេឲ្យបង់ថ្លៃវីសាហើយបាទអញ្ចឹងបន្តពីនេះទៅ NVC គេនឹងផ្សាយឯកសារបងប្អូនទៅស្ថានទូតអាមេរិកដើម្បីរងចាំសម្ភាសបច្ចុប្បន្ននេះការរងចាំសម្ភាសមានរយៈពេល16ខែដែរបាទ16ខែដែរបងប្អូនណាអញ្ចឹងស្របចេញមកកម្មវិធី EBC នេះមានបច្ចុប្បន្ននេះណាគឺអាចចំណាយពេលពី3ឆ្នាំទៅ3ឆ្នាំកន្លះឬក៏ដល់4ឆ្នាំបាទនេះគឺជាការពិតបងប្អូនណាបាទអញ្ចឹងនេះដំណើរការទាំង3ហ្នឹងណាក្រសួងការងារក្រសួងអន្តរប្រវេសន៍ក្រសួងការបរទេសដែលមាន NVC ក្នុងហ្នឹងបងប្អូនបាទសូមអរគុណ